យ៉ានីននេះស្រីមុំដែលនឹងត្រូវមកជំនួសការងារណាលីនចាសស្ដីយ៉ានីននេះគឺជាបុគ្គលិកពូកែរបស់ក្រុមហ៊ុនយើងអញ្ចឹងស្គាល់គ្នាចុះណារៀងរាល់យប់តែងស្រមៃឃើញអូនដឹងទេស្ងួនកូនចិត្តផ្ដើមមានស្នេហ៍តាំងពីពេលជួបភ័ក្រមាសមេដឹងទេស្នេហ៍ស្រីខ្លាំងណាស់តែពិសេសអូននៅមិនដឹងខ្លួនព្រោះលាក់ពួនអៀនមិនហ៊ានស្ដីប្រាប់ពេលដែលបងដាច់ចិត្តសារភាពការឈឺចាប់ក៏ឈានមកដល់ទោះរ៉ៃរាប់យ៉ាងណាក៏គ្មានតម្លៃពីស្អីមិនចាទៅហើយទុំទឹកស្បាយបានជ្រាបវិញបេះដូងបងទោះដឹងបងគ្មាននិស្ស័យក៏ចិត្តនៅតែស្នេហ៍ថ្លៃហេតុអ្វីអូននៅមិនទូមេឃបងសង្កត់បាក់ហើយក្បែរស្រីស្នេហ៍បងធំជាងផែនដីមិនថាឧបសគ្គអ្វីរៀមស៊ូក្បែរសង្ឃឹមថ្ងៃមួយមកដល់ពីស្អីអូននឹងបានយល់ថាបងស្នេហ៍អូនរៀងរហូតតែងស្រមៃឃើញអូនដឹងទេស្ងួនកូនចិត្តផ្ដើមមានស្នេហ៍តាំងពីពេលជួបភ័ក្រមាសមេដឹងទេស្នេហ៍ស្រីខ្លាំងណាស់តែពិសេសអូននៅមិនដឹងខ្លួនព្រោះលាក់ពួនអៀនមិនហ៊ានស្ដីប្រាប់តែពេលដែលបងដាច់ចិត្តសារភាពការឈឺចាប់ក៏ឈានមកដល់ទោះរ៉ៃរាប់យ៉ាងណាក៏គ្មានតម្លៃពីស្អីមិនចាទៅហើយទុំទឹកស្បាយបានជ្រាបវិញបេះដូងបងទោះដឹងបងគ្មាននិស្ស័យក៏ចិត្តនៅតែស្នេហ៍ថ្លៃហេតុអ្វីអូននៅមិនទូមេឃបងសង្កត់បាក់ហើយក្បែរស្រីស្នេហ៍បងធំជាងផែនដីមិនថាឧបសគ្គអ្វីរៀមស៊ូក្បែរសង្ឃឹមថ្ងៃមួយមកដល់ពីស្អីអូននឹងបានយល់ថាបងស្នេហ៍អូនរៀងរហូតទោះរ៉ៃរាប់យ៉ាងណាក៏គ្មានតម្លៃពីស្អីមានម្ចាស់ទៅហើយបាយបានជ្រាបវិញបេះដូងបងទោះដឹងបងគ្មាននិស្ស័យក៏ចិត្តនៅតែស្នេហ៍ថ្លៃហេតុអ្វីអូននៅមិនយល់ទោះមេឃបងសង្កត់បាក់ហើយក្បែរស្រីស្នេហ៍បងធំជាងផែនដីមិនថាឧបសគ្គអ្វីរៀមស៊ូក្បែរសង្ឃឹមថ្ងៃមួយមកដល់ពីស្អីអូននឹងបានយល់ថាបងអូនរៀងរហូតសង្ឃឹមថ្ងៃមួយមកដល់ពីស្អីអូននឹងបានយល់ថាបងស្នេហ៍អូនរៀងរហូត ជាជំរាបរបស់នេះជាសំណួរគ្រាន់តែចង់ប្រាប់អូនឲ្យដឹងថា
ទោះបីជាអូនប្រាប់បងថាជើងទាំងពីរអ្នកគ្មាននិស្ស័យក៏ដោយប៉ុន្តែបងនៅតែរក្សាក្តីស្រឡាញ់របស់បង